ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះវឌ្ឍនានៅក្រុម IU5 ថ្ងៃនេះខ្ញុំមកធ្វើកិច្ចការ midterm មួយដែលលោកគ្រូបានដាក់ឲ្យគឺ user management ហើយយើងមាន requirement ចំនួន9ពីលេខ1ដល់លេខ9ហើយ requirement ទី1នោះគឺ who am I ដើម្បីបញ្ជាក់ពី user យើងបច្ចុប្បន្នថា user យើងឈ្មោះគេនេះ user របស់ខ្ញុំបច្ចុប្បន្នគឺមានឈ្មោះថាវឌ្ឍនាតមកទៀតយើង requirement ទី2គឺ PWD ហើយ PWD នេះគឺប្រើវាដើម្បីបញ្ជាក់ពី requirement យើងឥឡូវនេះគឺឈ្មោះ home វឌ្ឍនាហើយសម្រាប់ requirement ទី3គឺយើង create user ថ្មីហើយសម្រាប់ការ create user ថ្មីគឺយើងប្រើ command sudo user rate ហើយបន្តមកទៀតគឺយើងដាក់ new password ទៅលើ user ថ្មីដែលយើងដែលខ្ញុំទៅបង្កើតហ្នឹងគឺខ្ញុំប្រើ commandហើយបន្តមកទៀតគឺខ្ញុំដាក់ password ដែលខ្ញុំដាក់ទៅលើ user ថ្មីហ្នឹងគឺខ្ញុំដាក់ password 1 2 3 4 5 6ហើយនេះគឺជា retype new password របស់ខ្ញុំបន្តមកទៀត password របស់ខ្ញុំគឺវាបានដំណើរការ password ថ្មីរួចរាល់ហើយបន្តមកទៀតយើងទៅមើល requirement ទី4គឺយើងត្រូវ switch ទៅកាន់ user ថ្មីហើយយើងចង់ switch ទៅកាន់ user ថ្មីរបស់យើងគឺយើងប្រើ commandហើយបន្តមកទៀតគឺ password ដែលយើងដាក់ថ្មីមិញហ្នឹងហើយបន្តមកទៀត requirement ទី5គឺ who am I ដើម្បីបង្ហាញ user ថ្មីរបស់យើងហើយបន្តមកទៀតយើងប្រើ PWD ដើម្បី create home directory បន្តមកទៀត requirement ទី7គឺគេឲ្យយើងបង្កើត folder ថ្មីមួយនិង ls ដើម្បីបង្ហាញវាដើម្បីបង្កើត user ថ្មីគឺយើងប្រើ command mk dir my folder ហើយបន្តមកទៀតយើងប្រើ command ls ដើម្បីបង្ហាញវានេះគឺ folder ថ្មីរបស់ខ្ញុំបន្តមកទៀតហើយសម្រាប់ requirement ទី8គឺយើងត្រូវចេញទៅ user ដើមអញ្ចឹងយើងប្រើ command exist បន្តមកទៀតគឺ requirement ទី9គឺយើងបង្ហាញ user list តាម cat x plus pass wd អញ្ចឹងយើងប្រើ command pas wd